ក្រសួងមហាផ្ទៃកម្ពុជាចោទសួរ9ចំណុចទៅរដ្ឋមន្ត្រីការបរទេសថៃដែលបានប្រឹងបំភាន់រៀបរាប់នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025បានបង្ហោះផ្សាយនៅខ្លឹមសារដូចខាងក្រោមអនុវត្តតាមរូបមន្ត Don't Thai to Me រដ្ឋមន្ត្រី4ខេត្តនៃក្រសួងការបរទេសថៃបានប្រឹងបំភាន់រៀបរាប់នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថាយើងដឹងថាអ្នកណាជាជនរងគ្រោះពិតប្រាកដគឺទាហានថៃដែលបានបាត់បង់ជើងដោយសារមីនគឺក្មេងៗដែលសាលារៀនរបស់ពួកគេត្រូវបានបំផ្លាញដោយកាំភ្លើងធំនិងជនស៊ីវិលស្លូតត្រង់ដែលត្រូវបានវាយប្រហារដោយគ្រាប់រ៉ឺកែតកម្ពុជាចោទសួរខ្លីទៅវិញ 1. នរណាលួចបើកការបាញ់ប្រហារបណ្ដាលឲ្យកងទ័ពខ្មែរមួយរូបពលីនៅតំបន់មុំបី 2. នរណាបិទព្រំដែនជាឯកតោភាគី 3. នរណាយកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ 4. នរណាបើកការវាយប្រហារលើកងទ័ពខ្មែររហូតបង្កើតការប្រយុទ្ធ5យប់5ថ្ងៃ 5. នរណារំលោភសន្ធិសញ្ញាបារាំងសៀមនិង MOU ឆ្នាំ2000 6. នរណារារែកមិនចង់ទទួលប្រទេសទី3ចូលដោះស្រាយបញ្ហា 7. នរណារំលោភបទឈប់បាញ់ដោយបង្កហេតុជាក់ស្ដែងជាច្រើនករណីដូចជាចាប់ទ័ពខ្មែរក្រោយបទឈប់បាញ់ទាំងព្រឹកពង្រីកតំបន់ជម្លោះចល័តកម្លាំងរហូតជាន់មានដែលកប់សល់ពីអតីតកាល 8. នរណារំលោភគោលការណ៍អន្តរជាតិទាំងកម្រោលដោយប្រើកម្លាំងពង្រាយបន្លាលួសហើយយកធ្វើជាខ្សែបន្ទាត់ព្រំដែន 9. បើថៃពិតជាត្រឹមត្រូវបើថៃពិតជាជនរងគ្រោះហេតុអ្វីថៃខ្លាចកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិបើថៃត្រឹមត្រូវតាំងពីដើមមករឿងអ្វីថៃត្រូវខ្លាចតុលាការអន្តរជាតិសរុបមកមិនមែនតែខ្មែរនិងប្រទេសក្បែរខាងថៃនោះទេគឺមួយពិភពលោកស្គាល់ក្រយៅថៃឡើងជ្រេញទៅហើយ